សៀវភៅបណ្ដាំកញ្ជ្រោងចាស់បកប្រែនឹងរៀបរៀងដោយធនឆៃពិសិដ្ឋអត្ថបទទី15ធ្វើអណ្ដើកប្រសើរជាងធ្វើកម្មប្រមាការប្រតិបត្តិចំពោះអ្នកដទៃបើប្រើភាពស្មោះត្រង់និងភាពទៀងទាត់ខ្លះក៏អាចកាត់បន្ថយការយល់ខុសនិងភាពស្មុគស្មាញដែលជាការពុំចាំបាច់បានច្រើនដែរសត្វគ្រប់ប្រភេទសុទ្ធតែមានសភាវគតិក្នុងការរស់នៅដើម្បីរស់សម្ដៅរួមដល់ប្រតិកម្មពីរយ៉ាងគឺទី1ប្រតិកម្មប្រមាញ់ចំណីដែលមានលក្ខណៈជាការវាយសង្គ្រប់និងមួយទៀតគឺប្រតិកម្មការពារខ្លួនឯងមិនឲ្យគេធ្វើបាបសត្វជាច្រើនមានសភាវគតិដើម្បីរស់ដូចគ្នាភាគច្រើនខុសគ្នាភាគតិចណាស់ពួកវាមានអាណាចក្រក្នុងការរស់នៅរបស់ខ្លួនរៀងៗខ្លួនក្នុងបណ្ដាសត្វទាំងនោះមានសត្វពីរប្រភេទបើយើងចាប់វាមកឃុំទុកហើយចាំមើលពីប្រតិកម្មរបស់វាយើងនឹងទទួលបានមេរៀនដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លាំងពីសភាវគតិដើម្បីរស់របស់ពួកវាអណ្ដើកនៅពេលត្រូវរំខានដោយវត្ថុពីខាងក្រៅវានឹងលឹបក្បាលនិងជើងចូលទៅក្នុងស្នូកវាមិនវាយប្រហារអ្វីទាំងអស់ហើយយើងក៏មិនអាចធ្វើអ្វីវាបានដរាបណារបស់រំខានពីខាងក្រៅកន្លងផុតទៅគិតថាផុតពីគ្រោះភ័យហើយទើបវាអើតក្បាលនិងដកជើងចេញមកនេះគឺជាវិធីការពារខ្លួនរបស់អណ្ដើកខុសពីសត្វកម្មប្រមាពេលដែលមានសត្រូវពីក្រៅចូលទៅគៀកវានឹងបំបះរោមពេញខ្លួនបង្ហាញលក្ខណៈត្រៀមប្រយុទ្ធរួចជាស្រេចដែលធ្វើឲ្យសត្រូវពីខាងក្រៅមានការពិបាកក្នុងការវាយលុកក៏ដកថយដោយខ្លួនឯងក្នុងន័យលក្ខណៈភាពការពារខ្លួននេះអណ្ដើកខុសពីកម្មប្រមាទាំងស្រុងសត្វអណ្ដើកមិនធ្វើឲ្យវត្ថុមករំខានមានរបួសទេតែសត្វកម្មប្រមាយកធ្មេញទល់នឹងធ្មេញមាត់ទល់នឹងមាត់យើងចាំបាច់ត្រូវរៀនចេះពីវិធីការពារខ្លួនដោយវិធីនីមួយៗខុសពីគ្នាការជៀសផុតចំពោះទំនាក់ទំនងរវាងមនុស្សក៏ខុសគ្នាដែរនេះព្រោះតែពិភពរបស់មនុស្សមានសភាពស្មុគស្មាញជាងពិភពរបស់សត្វយើងម្នាក់ៗសុទ្ធតែចង់រស់នៅយ៉ាងមានសុវត្ថិភាពដូច្នេះតាមរយៈការពិចារណាពីគំរូរបស់សត្វទាំងពីរប្រភេទខាងលើនេះឃើញថាវិធីការពារខ្លួនរបស់អណ្ដើកគួរតែល្អជាងវិធីការពារខ្លួនរបស់កម្មប្រមាអណ្ដើកលឹបក្បាលនិងជើងចូលទៅក្នុងស្នូកជាប្រតិកម្មតបស្នងចំពោះវត្ថុរកគួនពីខាងក្រៅដោយមើលទៅហាក់ដូចជាភីគីរងអំពើនិងកំសាកប៉ុន្តែដោយសារតែវាមានស្នូកដ៏រឹងមាំការពារដូច្នេះអ្នកណាចង់ស៊ីវាមិនមែនជារឿងងាយនោះទេពេលជួបនឹងការវាយប្រហារពីកម្លាំងខាងក្រៅអណ្ដើកប្រើវិធីក្នុងការប្រឈមមុខដោយលឹបក្បាលចូលក្នុងស្នូករងចាំរហូតដល់សត្រូវហត់នឿយមិនដឹងធ្វើអ្វីកើតឈប់ដោយខ្លួនឯងរីឯកម្មប្រមាវិញគ្រាន់តែខ្យល់បក់ស្លឹកឈើស្លឹកស្មៅវាក៏ចាប់ផ្ដើមបំបះរោមដ៏មុតស្រួចរបស់ខ្លួនទៅហើយធ្វើឲ្យសត្វដទៃមិនហ៊ានចូលមកជិតបើមនុស្សយើងប្រើវិធីការពារខ្លួនបែបអណ្ដើកទោះបីជារៀងតូទាបន្តិចប៉ុន្តែអាចកាត់បន្ថយការយល់ខុសនិងភាពស្មុគស្មាញដែលពុំចាំបាច់បានជាច្រើនការប្រកួតប្រជែងដណ្ដើមគ្នារវាងមនុស្សដូចគ្នាមិនមែនជាការទេដែលម្ខាងបាននោះទេត្រូវមានគូប្រជែងហេតុនេះទើបកើតមានការប្រណាំងប្រជែងភាពតទៀមមិនគ្រាន់តែរំសាយភាពបដិបកនឹងការប្រកួតប្រជែងទាំងនេះបាននោះទេរីឯការទប់ទល់បែបទន់ភ្លន់ប្រឈមមុខជាមួយឧបសគ្គដោយកាយវិការទប់ប្រើវិធីសាស្ត្រថៃជីបកទប់ទល់អាចរំសាយកម្លាំងរបស់គូប្រជែងឲ្យថមថយធ្វើឲ្យគេដកថយដោយខ្លួនឯងដោយមិនឲ្យវាយប្រហារបានសម្រេចក្រៅពីនេះដោយសារតែដឹងថាខ្លួនឯងកំពុងធ្វើអ្វីដូច្នេះយើងគ្រប់គ្រងស្ថានភាពបានទាំងអស់ទើបយើងមិនខាត់បងឯវិធីការពារខ្លួនរបស់កម្មប្រមាប្រតិកម្មបែបប្រយ័ត្នប្រយែងគ្រោះភ័យយ៉ាងរហ័សរហួនធ្វើឲ្យខ្លួនឯងស្ថិតនៅក្នុងស្ថានភាពត្រៀមរួចជាស្រេចក្នុងការប្រយុទ្ធភ្លាមអាចធ្វើឲ្យអ្នកមានគោលបំណងមិនល្អជាច្រើនត្រូវដកថយបើមិនថយទេត្រូវកើតសឹកសង្គ្រាមកាប់សម្លាប់គ្នាយើងអាចឈ្នះតែមុខតែឈាមដាប់ខ្លួនជាមិនខានទេនិងថែមទាំងមានឱកាសត្រូវគេធ្វើបាបនៅគ្រាក្រោយទៀតក៏មានដែរការតស៊ូដើម្បីការពារអំណាចនិងសិទ្ធិរបស់ខ្លួននោះគឺជាការតស៊ូដោយត្រឹមត្រូវដែលអ្នកណាក៏ទទួលស្គាល់ប៉ុន្តែបើមានអ្វីបន្តិចបន្តួចមិនទាន់ទាំងដឹងអ្វីផងក៏បំបះរោមចាំវាប្រហារទៅហើយនោះធ្វើឲ្យមនុស្សទូទៅមិនហ៊ានចូលមកគៀកទេព្រោះគេមិនដឹងថាតើយើងកាត់ទោសកាយវិការជាមិត្តរបស់គេខុសទេដឹងពួកគេខ្លាចថាត្រូវវាយប្រហារចេញពីប្រតិកម្មយ៉ាងរហ័សក្នុងការប្រយ័ត្នប្រយែងការពារខ្លួនរបស់យើងជ្រុលពេកខ្លាចថាចូលគៀកយើងហើយបើមិនប្រយ័ត្ន
មុខតែត្រូវឈឺដោយសារតែរោមមុតស្រួចរបស់យើងមិនខានព្រោះមិនទាន់ដឹងអ្វីផងក៏ក្តាប់ដៃរងចាំជាស្រេចទៅហើយមនុស្សដែលមាននិស្ស័យនឹងមានសម្ព័ន្ធភាពបែបអណ្ដើកពួកគេនឹងមានមិត្តភក្តិជាច្រើនហើយក៏មិនសូវមានបញ្ហារឿងទំនាក់ទំនងជាមួយអ្នកដទៃដែរអ្នកណាដែលតាំងចិត្តចង់ធ្វើជាស្ត្រូវពីដំបូងក៏នឹងក្លាយទៅជាមិត្តនៅពេលក្រោយផ្ទុយស្រឡះពីមនុស្សមាននិស្ស័យនឹងមានសម្ព័ន្ធភាពបែបសត្វកម្មប្រមាពីមួយថ្ងៃទៅមួយថ្ងៃពួកគេនឹងមានមិត្តកាន់តែតិចទៅព្រោះអ្នកណាក៏ខ្លាចថាធ្វើឲ្យគេខឹងដែរតើយើងគួរធ្វើជាអណ្ដើកឬមួយក៏ចង់ធ្វើជាកម្មប្រមា